ជំរាបសួរលោកគ្រូជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំបានបង្ហាញអំពី basic command ខ្លះៗដែលយើងប្រើនៅក្នុង Linux អញ្ចឹង command ដំបូងដែលយើងប្រើគឺ pwd អញ្ចឹង pwd នេះគឺ show directory មានថាគឺចង់ដឹងថាយើងឈរនៅលើ directory មួយណាឬក៏ folder មួយណាអញ្ចឹងយើងឈរនៅលើ folder home ដែលមាន directory មួយឈ្មោះថា HCH ចំណែកបន្ទាប់គឺយើងចង់ចេញពី directory HCH ហ្នឹងគឺចុចថា cd ចុចមួយយើងនឹងចេញពី directory HCH ហើយយើងឈរនៅលើ folder មួយឈ្មោះថា home ហើយបើយើងចង់ចូលទៅកាន់ directory របស់ HCH ហ្នឹងគឺចុចតែយើងធ្វើ y cd ហើយឈ្មោះរបស់ file directory ហ្នឹង HCH ចឹងយើងចូលទៅកាន់ directory ហ្នឹងវិញហើយ command បន្ទាប់គឺ cd slash ហ្នឹងគឺយើងចង់ចូលទៅកាន់root ពេលយើងចូលទៅកាន់ root ហើយយើងចង់ list មើលថាតើនៅក្នុង root ហ្នឹងវាមាន file ខ្លះចឹងយើងប្រើ ls នៅវានឹង list នៅ file ដែលមាននៅក្នុង root ហ្នឹងចឹងយើង cd យើងចេញទៅ file home វិញ folder home វិញហើយយើងទៅកាន់នៅ command បន្ទាប់គឺ touch command touch ហ្នឹងគឺសម្រាប់ create a file អញ្ចឹងយើងចង់ create file ណាមួយយើងគ្រាន់តែវាយពីថា touch ហើយឈ្មោះរបស់ file អញ្ចឹងឈ្មោះរបស់ file យើងគ្រាន់តែដាក់ឈ្មោះ file អីក៏បានដែរថា su35.t ចឹងលេខមើលនេះ su35 ដែលយើងបង្កើតមិញហើយយើងចង់សរសេរ text អីមួយចូលក្នុងហ្នឹងយើងគ្រាន់តែវាយពីថា echo ជាសរសេរអីក៏បានដែរយើងថាhello តែថា hello ទៅហើយយើងប្រើសញ្ញាពុញមួយថាយើងចង់ដាក់វាចូលក្នុង folder មួយណាក្នុង file មួយណាអញ្ចឹងដាក់ចូលក្នុង file su35 ហើយយើងចង់ថាយើងបានដាក់វាចូលហើយនៅចូលពីថា cat su35 txt នេះអញ្ចឹង hello មិញដែលយើងបានសរសេរមិញយើងបានដាក់វាចូលទៅក្នុង file su35 ហើយមួយទៀតគឺយើងចង់មានថាយើងចង់ copy of tick ហ្នឹងទៅដាក់ចូលក្នុង file ណាមួយទៀតអញ្ចឹងយើងវាយពីថា cp ហើយយើងចង់ copy ពី file ណាអញ្ចឹងយើង copy ពី file su35 .txt ហើយយើងចង់ដាក់ចូលទៅក្នុង file មួយណាអញ្ចឹងយើងចង់ដាក់ចូលទៅក្នុង file មួយដែលមានឈ្មោះថា another su ដោយសារខ្ញុំបានបង្កើតឲ្យស្រាប់ហើយដាក់ចូលទៅក្នុង another su ចឹងដើម្បីយើងចង់ថាយើងបានដាក់ចូលឬក៏អត់យើងគ្រាន់តែថា cat other su នេះនឹង hello មិញដែលយើងបានទៅសេចូលទៅក្នុង file su35 ហើយយើង copy ចូលទៅក្នុង file another su បន្ទាប់គឺ ហ្នឹងគឺយើងចង់លុប file ណាមួយអញ្ចឹងខ្ញុំលិះមើលទៅយើងមាន file 2យើងមាន another su មួយ su35 មួយអញ្ចឹងបើសិនយើងចង់លុប file ណាមួយយើងក៏គេថា rm ហើយឥឡូវចង់លុប file another su យើងលេខមើលមកទៀតអញ្ចឹងយើងបានលុប file នឹងហើយអញ្ចឹងយើងចូលទៅបន្ទាប់គឺ mkdir ជួយយើងវិញសិនបន្ទាប់គឺmkdir ហ្នឹងគឺយើងបង្កើតនៅ directory មួយដែលយើងបង្កើតយើងចង់បង្កើតថ្មីអញ្ចឹងយើងគ្រាន់តែបាយវាថា mkdir ហើយឈ្មោះរបស់ file directory ហ្នឹងដែលយើងចង់បង្កើតហ្នឹងអញ្ចឹងអ្នកថាlog យើងលេខមើលទៅនេះ file log នេះគឺ
file ដែលខ្ញុំបានបង្កើតមិញជា directory ថ្មីដែលខ្ញុំបានបង្កើតមិញអញ្ចឹងវាចូលទៅក្នុងខ្ញុំបង្កើតហើយវាចូលទៅក្នុង directory HC5 អញ្ចឹងបន្ទាប់គឺ omkdir អញ្ចឹងមានថា remove directory អញ្ចឹងយើងចង់ remove directory គឺយើង remove directory empty អញ្ចឹងdirectory log មិញហ្នឹងគឺខ្ញុំបង្កើតមិញហ្នឹងគឺវា empty អញ្ចឹងយើងអាច remove វាបានអញ្ចឹងយើងវាយ omkdir ហើយវាថា log វាសិហាចឹងយើងចង់លុបចេញចុច omkdir អញ្ចឹងឲ្យមាន k ទេ omdir ហើយ log អញ្ចឹងយើងលេខមួយភាសាទៀតអញ្ចឹង log នេះយើងត្រូវបានលុបចេញហើយលុបdirectory ដែល empty អញ្ចឹងយើងអាចលុបចេញបានហើយ command បន្ទាប់គឺ command បន្ទាប់គឺwho am I នេះគឺជឿថាតើយើងជាអ្នកណាជា user ចឹងដល់ user យើងឈ្មោះអីគេអញ្ចឹង who am I អញ្ចឹង user ខ្ញុំឈ្មោះ Heseha ហើយ host name តមកទៀតគឺ f.8 ចឹងដល់ថាតើ this user ហ្នឹងមានអីខ្លះនេះវាបង្ហាញពី this user របស់យើងហើយ free.h ហ្នឹងចង់មកថាតើ user space ប្រហែល G ប្រហែល G អញ្ចឹងវាមាន 3G យើងប្រើវាអស់មួយ G ហើយអញ្ចឹង user តនេ free ហ្នឹង 2G ទៀតបន្ទាប់គឺ top ហ្នឹងគឺដើម្បីទៅមើលថាតើវាមានប្រសិទ្ធអីខ្លះដែលវា running នៅលើLinux របស់យើងវាយមកយើងឃើញប្រសិទ្ធច្រើនដែលវាកំពុងតែ running បន្ទាប់គឺ grep អញ្ចឹង grep នេះសម្រាប់យើងស្វែងរក tick ណាមួយនៅក្នុង file របស់យើងអញ្ចឹងឥឡូវយើងស្វែងរកអក្សរ h នៅក្នុង file edu35 សារដែលយើងបានសរសេរ tick ដំបូងហ្នឹងគឺ hello អញ្ចឹងយើងថា tick ហ្នឹងវាមាននៅក្នុងអត់នេះយើងអាប៉ក្រហមហ្នឹងមានថាយើង grep ហ្នឹងថាយើងស្វែងរកនៅ tick ដែលអក្សរ h ហ្នឹងនៅក្នុង file edu35 ហ្នឹងនេះអញ្ចឹងគឺអក្សរ h ហើយសម្រាប់ find មានថាយើងfind នៅ file យើងចង់ស្វែងរក file ណាមួយដែលយើងបានបង្កើតឥឡូវ file ខ្ញុំមានតែមួយទេនេះ file ខ្ញុំមានតែមួយទេគឺ edu35.txt អញ្ចឹងយើងដើម្បី find រកវាចុច find ហ្នឹងបើសិនតែយើងឧទាហរណ៍ថាយើងនៅក្នុង directory មួយមាន file ច្រើនអញ្ចឹងយើងចុច find ទៅដើម្បីស្វែងរកនៅ file អញ្ចឹង find តែខ្ញុំមានតែមួយខ្ញុំ find ទៅវាចេញតែមួយហ្នឹងឯង edu35 នេះអញ្ចឹងខ្ញុំ find មកវានឹងមានfile មួយឈ្មោះថា edu35 ហ្នឹងសម្រាប់ wc នោះគឺវា count ចំនួនតួអក្សរ wc ហើយ file edu35 របស់យើង edu35.txt នេះអញ្ចឹងវា count តួអក្សរចំនួនតួចំនួនព្យាង្គចំនួន clear ឲ្យយើងsort ហើយក្រុមតបទៀតគឺ ping នេះគឺយើងចង់ ping ទៅ Google អញ្ចឹងយើង ping ទៅ Google ថាយើងមានជាង ping ទៅ Google កាត់អត់ google.com នឹងនេះបាននេះយើង ping ទៅ Google ហើយ command មួយទៀតគឺ IP ហ្នឹងគឺយើងចង់បង្ហាញពី network info យើងចង់ find មើលថាតើ network ហ្នឹងវាមាន IP address អីខ្លះជាង IPA ឬក៏ IP DDR ក៏បាន IPA ក៏បាននេះគឺវាសរយើងអីបាទសូមអរគុណនេះជា command basic ខ្លះៗនៅក្នុង Linux
đây này off này cái này nhau mà hai bị ca từ láng này install SE chơi nó tôi server bao nhiêu chẳng làm bay từ láng SE cho cần tôi server bao nhiêu tương tự vào thì mình một chục nồi chẳng mình là dân thực với thực cứ có sudo apt update ngoài password máu trong việc cũng update ở sẵn giờ sẽ là những update hay ấy cho tất cả cả install cho nên là sudo apt install rồi sẽ thực hiện cho trong server của chị là việc mình phải install trong tập giờ install hai dân thời gian tới em bỏ vì cho nên vậy sudo system và lợi dân em bỏ lấy cho dân từ vậy mà cái đồng bay ở vì active cho nhân vay giờ sudo bà ấy chẳng vì active ấy chẳng dương cho nên từ lời mà một chiếc đại dân ngoài mơ từ lời IP address cho nên ta vì mình IP address này gọi IP a chẳng vì to miền IP address tế chẳng là bay miền IP address trong dương bật ở nơi YouTube của dương sấn chẳng dương cho tất cả là việc tổ dân bật bị hai chơi đang setting hai dân cho tất cả network phải nát ấy dân tôi tất cả đã host only adapter hai dân ok chưa bảo bị sang máy nó thì nhưng mà mày hai dân login cho sản máy tới hai dân từ vậy comment ai để check mới IP làm vấn thao thì mình on mình chứ IP ở đây dân miền này nè mà cả quý dùng là không bấy check hai một mối gì mà rồi xuân mùi chẳng nằm bây dân cho nên số lượng của nó này ọt đấy cái này nhưng mà hai PK record user management là nên trong cam mà cái user thay mày chấn làm bài bằng cái user thay mày chỉ tập bố nhưng tự trong thời gian cho nó là user nào thành chấn như vậy mình hú em ái
cho dân cho nó lên rồi home tại vì user đam củaយើងតមកទៀតយើងធ្វើការបង្កើត user ថ្មីចឹងដើម្បីបង្កើត user ថ្មីយើងវាយ sudo user add /bin/bus ហើយនឹងឈ្មោះរបស់ user ថ្មីដែលយើងចង់ដាក់ចឹងខ្ញុំដាក់ឈ្មោះថាសីហាទេអញ្ចឹងយើងបង្កើត user ថ្មីហើយបន្តមកទៀតយើងធ្វើការដាក់ password ឲ្យ user ថ្មីចឹងដើម្បីដាក់ password យើងវាយ sudo passwd ហើយចឹងឈ្មោះ user ថ្មីដែលយើងចង់ដាក់ password ឲ្យអញ្ចឹងដាក់ password អីក៏បានហើយខ្ញុំដាក់1 2 3អញ្ចឹងយើងដាក់ password បានជោគជ័យហើយតមកទៀតយើងធ្វើការ switch ពី user ចាស់របស់យើងទៅ user ថ្មីចឹងយើងវាយ su សីហា password user ថ្មីអញ្ចឹងឥឡូវយើងឈរនៅលើ user ថ្មីអី pwd ហើយតមកយើងវាយ cd ដើម្បីចូលទៅកាន់ user ថ្មីរបស់យើងអញ្ចឹងឥឡូវខ្ញុំឈរនៅលើ user ថ្មីអីចឹងខ្ញុំឲ្យ who am I ដើម្បីដឹងថាយើងឈរលើ user ថ្មីមែនឬក៏អត់បាទអញ្ចឹងយើងឈរលើ user ថ្មីតមកទៀតយើងធ្វើការបង្កើតនៅ folder មួយនៅក្នុង user ថ្មីហ្នឹងអញ្ចឹងដើម្បីបង្កើត folder វាយ mkdir ហើយ folder ថ្មីដាក់ hr ចុះអញ្ចឹងនេះជា folder ថ្មីដែលបានបង្កើតមិញហើយបន្តមកទៀតយើងចេញទៅ user ដើមវិញយើងចេញពី user ថ្មីទៅ user ដើមយើងចុចតា exit ទៅដោយសារតែយើងប្រើ sh អញ្ចឹងចុច exit ទៅវាត្រឡប់មក user ដើមវិញហើយ UMI អញ្ចឹងឥឡូវយើងកំពុងស្ថិតនៅ user ដើមអញ្ចឹងដើម្បីដឹងថាយើងបានបង្កើត user មែនឬក៏អត់យើងវាយcommand មួយ cat/etc/passwd បាទនេះ user ថ្មីរបស់យើងសីហាដែលយើងបានបង្កើតមិញបាទសូមអរគុណ